បញ្ជាបញ្ហាបែកបាក់ប្រពន្ធដែលឆ្លាតដាច់ខាតកុំនិយាយរឿងទាំង5នេះជាមួយប្តីឲ្យសោះត្បិតថាការរស់នៅជាប្តីប្រពន្ធមិនមានរឿងដែលត្រូវលាក់បាំងគ្នាក៏ពិតមែនតែយ៉ាងណាក៏ដោយក៏មានរឿងខ្លះអ្នកមិនត្រូវនិយាយចំពោះមុខប្តីនោះដែរស្ត្រីដែលឆ្លាតនឹងបញ្ជារាល់រឿងទាំង5យ៉ាងនេះមិននិយាយឲ្យប្តីឮមិនបង្កបញ្ហានាំឲ្យបែកបាក់គ្រួសារនោះឡើយមួយមិនមើលបំណាំចាប់កំហុសប្តីក្នុងជីវិតមនុស្សគ្រប់គ្នាមិនមានអ្នកណាល្អឥតខ្ចោះនោះទេហើយក៏ដូចគ្នាដែរសម្រាប់ជីវិតអាពាហ៍ពិពាហ៍ពេលខ្លះស្វាមីធ្វើខុសហើយមានការធ្វេសប្រហែសប៉ុន្តែការធ្វេសប្រហែសនោះគួរតែត្រូវបានប្រព្រឹត្តដោយរបៀបណាដោះស្រាយដោយរបៀបណាមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេស្ត្រីកាន់តែចោទប្តីគាត់កាន់តែធ្លាក់ទឹកចិត្តការធ្លាក់ទឹកចិត្តដែលប្រមូលផ្ដុំក៏បំផ្លាញទំនុកចិត្តលើខ្លួនឯងរបស់បុរសផងដែរស្ត្រីជាច្រើនចោទប្តីថាអសមត្ថភាពសម្ដែងការមើលងាយស្ដីបន្ទោសថ្កោលទោសគាត់ទាំងនេះនឹងក្លាយទៅជាការខូចចិត្តពិតប្រាកដសម្រាប់ពួកគេជំនួសឲ្យការរអ៊ូរទាំថ្កោលទោសឬចោទប្រកាន់ភរិយាគួរតែលើកទឹកចិត្តនិងដាស់តឿនស្វាមីឲ្យឈានទៅមុខនោះហើយជារបៀបដែលមិនបង្កើតរឿងអវិជ្ជមាននៅក្នុងអាពាហ៍ពិពាហ៍ការរីគុណនិងរអ៊ូរទាំមិនបានធ្វើឲ្យទំនាក់ទំនងឡើងចុះឡើយប៉ុន្តែផ្ទុយទៅវិញវាធ្វើឲ្យគូស្នេហ៍មានការប្រឆា2ការត្អូញត្អែអំពីឪពុកម្ដាយក្មេកជាធម្មតាទំនាក់ទំនងរវាងម្ដាយក្មេកនិងកូនប្រសារនឹងមានរឿងមិនចោះសម្រុងគ្នាច្រើនដោយសារតែមានពេលខ្លះប្រពន្ធត្អូញត្អែរអ៊ូរទាំស្ដីបន្ទោសពីម្ដាយក្មេកតាមពិតទៅគ្មានបុរសណាចង់ឮប្រពន្ធនិយាយអាក្រក់ពីឪពុកម្ដាយខ្លួននោះឡើយទស្សនៈក្នុងជីវិតរបស់ភាគីទាំងពីរប្រហែលជាមិនដូចគ្នាទេការប៉ះទង្គិចកើតឡើងហើយជាពិសេសគម្លាតជំនាន់នឹងបង្កើតបញ្ហាជាច្រើនដូច្នេះកូនប្រសារត្រូវមានអាកប្បកិរិយាកាន់តែប៉ិនប្រសប់នៅក្នុងចំនួនរវាងឪពុកម្ដាយក្មេកនិងកូនប្រសារការញុះញង់ការត្អូញត្អែឬបង្កាច់បង្ខូចឪពុកម្ដាយក្មេកមិននាំមកនូវឥទ្ធិពលអ្វីឡើយវាមានតែបង្កបញ្ហាឲ្យកាន់តែធំប៉ុណ្ណោះកូនប្រសារច្រើនអ្នកប្រកាន់អាកប្បកិរិយាមិនពេញចិត្តទៅតហ៊ានប្រកាសដោយផ្ទាល់ប្រាប់ឪពុកម្ដាយក្មេកពួកគេជាម្ដាយនិងជាឪពុកប៉ុន្តែពួកគេក៏មានការគោរពខ្លួនឯងនិងមានមតកភាពផងដែរបើប្តីរកឃើញនោះនឹងអូបន្លាយទំនាក់ទំនងរបស់ពួកគេគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេក្នុងនាមជាប្រពន្ធគួរតែព្យាយាមគិតគូរពីភាពល្អរបស់ឪពុកម្ដាយក្មេកឲ្យបានច្រើនហើយកាត់បន្ថយការខ្វែងគំនិតគ្នារវាងអ្នកទាំងពីរ3ប្រៀបធៀបប្តីជាមួយអ្នកដទៃការប្រៀបធៀបប្តីរបស់ខ្លួនជាមួយអ្នកដទៃគឺជាកំហុសមូលដ្ឋានដើម្បីសម្លាប់ទំនាក់ទំនងរវាងប្តីនិងប្រពន្ធការធ្វើបែបនេះបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះតម្លៃថោកទាបនិងមិនគោរពស្វាមីរបស់អ្នកបុរសម្នាក់តែងតែចង់ក្លាយជាមនុស្សល្អបំផុតនៅក្នុងចិត្តប្រពន្ធរបស់គាត់មិនដែលចង់ក្លាយជាមនុស្សអន់ដែលប្រពន្ធរបស់គាត់ប្រៀបធៀបជាមួយនឹងបុរសផ្សេងទៀត4សេដ្ឋកិច្ចរបស់ប្តីប្រពន្ធគឺជាបញ្ហាសន្តិសុខមិនថាគូស្វាមីភរិយាថ្មីថ្មោងឬគូស្វាមីភរិយាដែលរៀបការយូរទេពួកគេនឹងសន្សំបានតិចតួចក្នុងអំឡុងពេលនៃការសន្ទនាជាមួយអ្នកដទៃមនុស្សជាច្រើនមានទម្លាប់និយាយថាតើពួកគេមានលុយប៉ុន្មាននៅក្នុងផ្ទះប៉ុន្តែតើអ្នកដឹងទេថាសប្តាហ៍ថ្ងៃនេះមនុស្សក៏ផ្ដោតខ្លាំងទៅលើកិត្តិនាមនិងការទទួលបានដែរបើនិយាយពីប្រាក់ចំណូលគ្រួសារជាមួយមិត្តភ័ក្តិច្រើនបើអ្នកខ្លះមានចំណូលច្រើនជាងមិត្តនឹងមានអារម្មណ៍មិនស្រួលបន្ទាប់មកមិត្តខ្លះនឹងឆ្លៀតឱកាសនេះដើម្បីខ្ចីលុយពីអ្នកប្រសិនបើអ្នកមិនទទួលបានប្រាក់កម្ចីទេវាក៏ពិបាកខ្លាំងណាស់ដែរប្រសិនបើប្រាក់ចំណូលទាបជាងមិត្តភ័ក្តិមិត្តទាំងនោះនឹងមិនសូវនិយាយអ្វីក្រៅតែពីក្រៅខ្នងពួកគេនឹងទន្ទឹងរង់ចាំមើលងាយនិងនិយាយអាក្រក់ពីអ្នកដូច្នេះយកល្អកុំនិយាយរឿងចំណូលជាមួយអ្នកក្រៅ5ការគំរាមកំហែងនៃការលែងលះស្ត្រីមិនគួរចាត់ទុកការលែងលះជាមធ្យោបាយគំរាមកំហែងប្តីរបស់ខ្លួននៅពេលដែលអ្នកទាំងពីរមានការមិនចោះសម្រុងនឹងគ្នានោះឡើយមិនថាបរិសុទ្ធជ្រើសរើសការសម្រោះសម្រួលជាលើកដំបូងឬជាលើកទី2នោះទេទីបំផុតពួកគេនឹងមានអារម្មណ៍ថាធុញទ្រាន់ការគំរាមកំហែងម្ដងហើយម្ដងទៀតនៃការលែងលះនឹងធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នកមិនសូវមានតម្លៃបរិសុទ្ធមានការអះអាងច្រើនជាងស្ត្រីដែលថាលែងលះរាប់រយដងនៅតែមិនអាចធ្វើបានគ្រាន់តែគំរាមទោះជាយ៉ាងណាក៏ដោយបើបរិសុទ្ធនិយាយវាម្ដងនោះវានឹងកើតឡើងគ្រប់ពេលវានឹងមិនអាចបញ្ឈប់បានទេនៅពេលដែលវាកើតឡើងដូច្នេះស្ត្រីគួរតែមានមនសិការរក្សាចំណងអាពាហ៍ពិពាហ៍កុំអូសបន្លាយរឿងតូចតាចក្នុងជីវិតអាពាហ៍ពិពាហ៍ការគំរាមលែងលះក៏ជារឿងមួយដែលគួរឲ្យខ្លាចផងដែរដែលមិនគួរសាក់លបងសំបីតែម្ដងស្ត្រីជាច្រើនទទួលរងការឈឺចាប់ដោយសារតែការឈឺចាប់ចេញពីមាត់ពាក្យមិនសមរម្យនិងក្រៅកន្លែងគំរាមកំហែងដល់អាពាហ៍ពិពាហ៍របស់ពួកគេផ្ទាល់ដូច្នេះតើគួរនិយាយបែបណានិងរបៀបនិយាយឲ្យសមរម្យបំផុតក៏ជាមេរៀនដែលគ្រប់គ្នាត្រូវចងចាំមនុស្សជាច្រើនគិតថាទំនាក់ទំនងប្តីប្រពន្ធគឺស្និទ្ធស្នាលខ្លាំងបំផុតទោះយ៉ាងណាក៏ដោយពេលខ្លះវានៅតែអាចបំបែកចេញពីពាក្យ2-3ម៉ាត់តែប៉ុណ្ណោះអ្វីដែលល្អត្រូវបានរក្សាទុកហើយជាការពិតណាស់អ្វីដែលប៉ះពាល់ដល់ស្ថិរភាពនៃអាពាហ៍ពិពាហ៍គឺត្រូវបានជៀសវាងយ៉ាងល្អបំផុត